សូមលំអរកាយគោរពជំរាបសួរតារាពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ដោយសេចក្តីគោរពនៅក្នុងវីដេអូមួយនេះខ្ញុំនឹងដាក់និមន្តគាថាមួយដែលជាប្រភេទនៃគាថាសីមាមហារំលាយសត្រូវនឹងឯងតកតងជាមួយនិមន្តគាថាសីមាមហារំលាយសត្រូវនៅក្នុងវីដេអូមួយនេះយើងមិនមែនប្រើទៅលើពពួកអមនុស្សអីទេណាបងប្អូនគឺយើងប្រើទៅលើសត្រូវបានន័យថាបច្ឆាមិត្តឬក៏អ្នកដែលមានបំណងមិនល្អមកកាន់យើងហ្នឹងហើយអ្នកណាក៏ដោយបងប្អូនដែលថាមានបំណងមិនល្អមកកាន់យើងប្រើមុនហ្នឹងទៅគឺត្រូវហ្នឹងហើយមុននេះគឺវិសេសវិសាលល្អខ្លាំងមែនទែនថ្មីត្បិតថាវារៀងវែងបន្តិចក៏ពិតមែនក៏ប៉ុន្តែមុនមួយនេះគឺពិតជាល្អខ្លាំងបងប្អូនហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងថាតើគាថាមួយនេះវាមាននៅអានុភាពបែបណាហើយសាច់នៃគាថាហ្នឹងតើវាពិបាកអានឬមួយក៏ស្រួលអានអញ្ចឹងណាបងប្អូនទាំងអស់គ្នាអាចតាមដានទាំងអស់គ្នាបានក៏ប៉ុន្តែមុននឹងឈានចូលទៅដល់ការដាក់បង្ហាញនិមន្តគាថាមួយនេះដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញខ្ញុំក៏ចង់ជម្រាបជូនទៅកាន់បងប្អូនបន្តិចដែរខ្ញុំមិននិយាយវែងទេបងប្អូនគឺខ្ញុំនិយាយតែបន្តិចទេហ្នឹងហើយខ្ញុំនឹងធ្វើការសូត្រនិមន្តគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់បងប្អូនតែម្ដងអ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូមួយនេះគឺតកតងជាមួយនឹងការសិក្សានៅមន្តវិជ្ជាការនឹងតែម្ដងបើសិនជាបងប្អូនមានបំណងមានចំណាប់អារម្មណ៍ទៅលើមន្តវិជ្ជាការដែលថាចង់សិក្សានៅមន្តវិជ្ជាការអញ្ចឹងទៅណាបងប្អូនហ្នឹងហើយបងប្អូនចាំបាច់ត្រូវតែស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវទៅកុំរៀនដោយមិនមានគ្រូណាការដែលយើងសិក្សានៅមន្តវិជ្ជាការដោយមិនមានគ្រូនេះបងប្អូនទោះបីជាយើងចេះទៅក៏ដោយយើងចេះច្រើនយ៉ាងណាក៏ដោយជាចុងក្រោយភាគច្រើនគឺយើងយកទៅប្រើទៅមន្តវិជ្ជាទាំងអស់ហ្នឹងមិនមានប្រសិទ្ធភាពទេបានន័យថាវាមិនទទួលបានផលខ្ញុំអត់បខំឲ្យបងប្អូនជឿទេតែបងប្អូនអាចកត់សម្គាល់មើលដោយខ្លួនឯងបានហ្នឹងហើយមួយវិញទៀតការដែលយើងរៀនដោយមិនមានគ្រូនេះគឺយើងបានន័យថាយើងរៀនមិនដឹងទេយើងដើរផ្សងព្រេងណាបងប្អូនហ្នឹងហើយព្រោះថាគេថាបើសិនជាយើងអត់មានអ្នកដឹកនាំទេវាមាននៅអាចកំបាញ់ច្រើនអត់មានអ្នកដឹកនាំគឺយើងអត់ដឹងទេឥឡូវខ្ញុំឧទាហរណ៍បន្តិចឧទាហរណ៍ថាគេថាមួយអញ្ចឹងទៅហ្នឹងហើយគេថាហ្នឹងនៅពេលដែលប្រើហ្នឹងគឺគេមានប្រើជាមួយនឹងរបបផ្សេងអញ្ចឹងមានដូចជាការរៀបចំនៅគ្រឿងសក្ការៈអីអញ្ចឹងទៅឬក៏ថាសូត្រប្រមាណចប់គេថានឹងប្រើដើម្បីអីអញ្ចឹងទៅហើយបើសិនជាយើងមិនមានគ្រូភាគច្រើននៅចំណុចទាំងអស់ហ្នឹងគឺយើងមិនសូវជាដឹងទេបើសិនជាតាមសភៅតាមអីអញ្ចឹងទៅលោកក៏មិនដាក់ទាំងអស់ដែរបងប្អូនគេថាខ្លះអញ្ចឹងទៅលោកដាក់តែសាច់នៃគេថាទេក៏ប៉ុន្តែលោកអត់បានបញ្ជាក់តើតើជាមួយនឹងការប្រើប្រាស់នៅមុនគាថានឹងទេហ្នឹងហើយនេះគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យបងប្អូនរៀនដោយមានគ្រូហ្នឹងហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតណាបងប្អូនបើយើងរៀនដោយមិនមានគ្រូពេលខ្លះយើងអាចនឹងសូត្រទៅខុសយើងអត់មានគោលបំណងដែលថាសូត្រឲ្យវាខុសក៏ប៉ុន្តែយើងមិនសូវនៅក្នុងការអានភាសាបាលីអញ្ចឹងទៅណាបងប្អូនឬក៏ថាសៀវភៅខ្លះអញ្ចឹងទៅបោះពុំមកវាខុសតិចតួចអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាមិនល្អសម្រាប់បងប្អូននោះទេជាពិសេសប្រភេទនិមន្តផ្សេងអីអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងបងប្អូនគួរតែរៀនដោយមានគ្រូបើសិនជាបងប្អូនចង់រៀននៅមន្តវិជ្ជាការចង់ខ្លាយទៅជាគ្រូជាហ្មដើម្បីជួយសង្គ្រោះជីវិតសត្វលោកជាដើមនោះបងប្អូនត្រូវតែរៀនដោយមានគ្រូយើងអត់អាចរៀនដោយខ្លួនឯងហើយយើងលើកខ្លួនឯងទៅជាគ្រូគឺអត់ទេណាបងប្អូនខ្ញុំសូមជម្រាបអញ្ចឹងហ្នឹងហើយអញ្ចឹងការសិក្សានៅមន្តវិជ្ជាការវាអត់ងាយដល់អ្វីដែលយើងគិតទេក៏ប៉ុន្តែវាមិនមានអ្វីដែលពិបាកធំដុំនោះទេបងប្អូនឲ្យតែយើងព្យាយាមអំណត់តស៊ូអត់ធ្មត់អញ្ចឹងទៅអ្វីក៏ដោយមិនយូរមិនឆាប់វានឹងជោគជ័យជាពិតប្រាកដហ្នឹងហើយខ្លាចតែយើងអត់មាននៃការព្យាយាមអត់មាននៃការអត់ធ្មត់អីអញ្ចឹងទៅណាហ្នឹងហើយអាហ្នឹងគឺថាអាចពិបាកបន្តិចឯងហើយមុនគេថាអញ្ចឹងបងប្អូនមិនបងប្អូនរៀនថ្ងៃហ្នឹងស្អែកឡើងបងប្អូនយកគេថានឹងទៅប្រើទទួលបានផលគឺអត់ទេហ្នឹងហើយអត់ទេខ្ញុំសូមជម្រាបអញ្ចឹងណាហ្នឹងហើយ
chẳngខ្ញុំជំរាបជូនបងប្អូនប៉ុណ្ណឹងទៅចុះដើម្បីកុំឲ្យខាតពេលវេលាវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនៅមុនគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងសម្រាប់មុននេះគឺយើងសូត្រថាពុទ្ធាំវាំងសិមាតើណាបងប្អូនពុទ្ធាំវាំងសិមាពុទ្ធាំវាំងសិមាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងសូត្របែបហ្នឹងហើយណាបងប្អូនគឺយើងយកដីខ្សាច់ឬក៏ថាគ្រុះអីអញ្ចឹងទៅណាបងប្អូនយើងយកមកក្តាប់ហើយយើងសូត្រសែកដែលគេថាហ្នឹងសូត្រសែកដែលគេថាដែលខ្ញុំសូត្រមិញហ្នឹងពុទ្ធាំងវាំងសិមាហ្នឹងហ្នឹងហើយគឺយើងសូត្រចំនួន7ចប់ទៅដោយការអត់ដង្ហើមរួចចាំយើងនឹងឯងប្រែនៅដីខ្សាច់ឬក៏ថាគ្រុះឬក៏ដីធម្មតាហ្នឹងបងប្អូនដែលយើងយកមកកាន់សូត្រសែកហ្នឹងហ្នឹងហើយទៅមុខខ្លះទៅក្រោយខ្លះអញ្ចឹងទៅរួចហើយយើងឈរនៅឲ្យស្ងៀមហើយយើងងើយមុខទៅលើភាវនាជាបន្តទៀតហ្នឹងហើយងើយមុខទៅលើហ្នឹងមើលទៅលើមេឃចាបងប្អូនហ្នឹងហើយយើងភាវនានៅគាថាជាបន្តទៀតមិនចប់តែហ្នឹងណាបងប្អូននៅគាថាដែលយើងប្រើចន់ពីលើនឹងមួយទៀតហ្នឹងហើយអញ្ចឹងខ្ញុំអធិស្ឋានផងមុននឹងខ្ញុំសូត្រនៅគាថាបន្តឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ដោយសារតែខ្ញុំបដាសាយបងប្អូនអញ្ចឹងសំឡេងក៏រៀងពិបាកទៅតាមនឹងដូចគ្នាដែរហ្នឹងហើយការអត្ថាធិប្បាយហ្នឹងក៏វារៀងយ៉ាប់ដូចគ្នាដែរហ្នឹងហើយអញ្ចឹងបើមានកន្លែងណាខុសឆ្គងសូមបងប្អូនអធិស្ឋានផងអញ្ចឹងនៅពេលដែលយើងឈរស្ងៀមហើយយើងងើយមុខមើលទៅលើមេឃហើយយើងភាវនាជាបន្តទៀតថាអ្នកយូឡៃម៉ូយូខាពុយូណាធាយូឡាំងយៈយូទូថាតោះនេះបងប្អូនពុទ្ធាំងកន្តាណាំងធម្មំកន្តាណាំងសង្ឃាំងកន្តាណាំងពុទ្ធាំងសង្ឃដៈធម្មំសង្ឃដៈអធិស្ឋានបងប្អូនមិនមែនពុទ្ធាំងទេគឺពុទ្ធោនឹងអធិស្ឋានមែនទេពុទ្ធោសង្ឃដៈធម្មោសង្ឃដៈសង្ឃោសង្ឃដៈពុទ្ធោមេនិថោធម្មោមេនិថោសង្ឃោមេនិថោសត្ថាអហៈទេសាំងអ្នកឡាឡាំងអសាំងវិសលោពុសពុភៈមេអឧនមោពុទ្ធេយៈអ៊ីស្វាសោពុទ្ធាំងកាំងធម្មំកាំងសង្ឃាំងកាំងសព្ពៈសត្រូវវិញ្ញាសន្តិពុទ្ធាំងបច្ចខាមិធម្មំបច្ចខាមិសង្ឃាំងបច្ចខាមិអ្នកបេតាផាយៈមោបេតាហូពុសុពុសុនខៃធាដោយយូយៈហើយបៃពុទ្ធាំងសង្មិឧមេឧអៈឧអ៊ីអាធុអញ្ចឹងបងប្អូនតនេះគេថាហ្នឹងគឺប៉ុណ្្នឹងរៀងវែងបន្តិចបងប្អូនរៀងវែងជាងគេថាមុននឹងខ្ញុំធ្លាប់ដាក់អញ្ចឹងគេថានេះគឺវែងជាងគេហើយហ្នឹងហើយអញ្ចឹងគេថានេះវែងខ្ញុំមិនចាំអាចសូត្រច្រើនដងនោះទេបើសូត្រច្រើនដងអញ្ចឹងទៅនាទីវាកាន់តែវែងឆ្ងាយទៀតណាបងប្អូនខ្ញុំសូត្រតែម្ដងហ្នឹងទេហើយបើមានកន្លែងណាដែលមិនច្បាស់អីបងប្អូនអាច comment សួរខ្ញុំខាងក្រោមបាននៅពេលដែលខ្ញុំទំនេរខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគាថាហ្នឹងគឺយើងភាវនាចំនួន3ចប់ទៅរួចយើងមើលទៅមុខសត្រូវឬក៏ថាទិសទាំង10ហ្នឹងហើយទិសទាំង10បងប្អូនបើសិនជាបើមានបំណងអាក្រក់បានន័យថាសត្រូវហ្នឹងបងប្អូនបើសិនជាសត្រូវនឹងឯងមានបំណងអាក្រក់ឬក៏ថាអ្នកណាម្នាក់អញ្ចឹងតែដែលមានបំណងអាក្រក់មកកាន់យើងអញ្ចឹងណាហ្នឹងហើយប្រកាសជាអ្នកនឹងឯងត្រូវវិនិច្ឆ័យអន្តរាយរលត់រលាយដោយអំណាចបរិទ្ធនៃគាថាដែលយើងប្រើហ្នឹងហើយអញ្ចឹងគាថាហ្នឹងគឺអំណាចខ្លាំងណាបងប្អូនក៏ប៉ុន្តែមិនមែនថិតនៅលើមាត់ខ្ញុំដែលថាខ្ញុំថាគាថាហ្នឹងវាពូកែទៅតាមមាត់ខ្ញុំអត់ទេវាអាស្រ័យទៅលើឧបនិស្ស័យទៅលើការគ្រប់បដិបត្តិការព្យាយាមរបស់បងប្អូនដែរហ្នឹងហើយបើចង់ឲ្យទទួលបានផលចង់ឲ្យពិតប្រាកដនឹងបងប្អូនរៀនដែលមានគ្រូត្រឹមត្រូវបើសិនជាយើងរៀនដែលអត់គ្រូទេអាហ្នឹងគឺភាគតិចបងប្អូនដោយដែលខ្ញុំបានជម្រាបជូនបងប្អូនកាលពីវីដេអូមុនអញ្ចឹងហ្នឹងហើយសម្រាប់គាថានេះបើសិនជាមេតបបងប្អូនគឺត្រូវចេះជាដាច់ខាតតែម្ដងសម្រាប់មុនគាថាហ្នឹងបើសិនជាមានកូនចៅមានអីអញ្ចឹងឬក៏ថាសត្រូវអីអញ្ចឹងមានបំណងអាក្រក់ឬក៏ថាក្បត់នឹងយើងអញ្ចឹងទៅសត្រូវឬក៏ថាអ្នកដែលមានបំណងដែលមិនល្អមកកាន់យើងហ្នឹងមិនថាកូនចៅឬក៏អីទេបងប្អូននឹងត្រូវវិនិច្ឆ័យអន្តរាយជាមិនខាន
ហ្នឹងហើយអញ្ចឹងគាថានេះខ្ញុំយល់ថាជាគាថាមួយដែលល្អខ្លាំងមែនតើណាបងប្អូនហ្នឹងហើយដែលយើងប្រើការពារខ្លួនយើងបង្ការទុកជាមុនដោយពាក្យខ្មែរយើងមួយលោកថាការពារប្រសើរជាងព្យាបាលអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងគាថានេះគឺខ្ញុំអត់មានអីវែងឆ្ងាយទេបងប្អូនគឺខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តមុនគាថាមួយនេះហ្នឹងហើយហើយមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះសូមបងប្អូនកុំភ្លេចនៅអ្វីដែលខ្ញុំបានជម្រាបបងប្អូនពីខាងដើមនៃក្បាលវីដេអូខ្ញុំលើកបែបហ្នឹងមិនមែនជាការបំភ័យឬក៏ថាតាហាមឃាត់បងប្អូនហ្នឹងមិនឲ្យរៀននៅមុនវិជ្ជាការនោះទេហ្នឹងហើយគ្រាន់តែថាអ្វីដែលខ្ញុំលើកឡើងនេះគឺចង់ឲ្យបងប្អូនយកទៅគិតត្រេះរិះពិចារណាដោយខ្លួនឯងបើបងប្អូនគិតថាសមចាំបងប្អូនយកតែបើសិនជាបងប្អូនគិតថាវាមិនសមនោះទេអានឹងបងប្អូនក៏បោះវាចោលទៅវាអត់មានខាតបងអីទៅកាន់បងប្អូនទេណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងទៅចុះមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់នោះទៅដល់ពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រែងលោតែមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលខុសឆ្គងរំលងបែបបទជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់នោះទៅដល់ខ្ញុំពីចម្ងាយផងហ្នឹងហើយអញ្ចឹងដល់ពេលចាំមួយលោកបានពោលថាដំរីជើង4តែមានផ្លាត់រីឯនៅប្រជាស្តាត់ក៏មានផ្លេចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលេចមកការរូបខ្ញុំឯនេះវិញឃើញថាมันមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូនីមួយៗវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះបើសិនជាមានចំណុចណាដែលខ្វះខាតឬក៏ខុសឆ្គងជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់នៅទៅដល់ខ្ញុំពីចម្ងាយផងអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំង5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណជាដើមប្រសិនជាពុកម៉ែបងប្អូនមានគោលបំណងប៉ងប្រាថ្នានៅសម្បត្តិណានៃមនុស្សក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីគ្លៀងគ្លាឡើយសូមអរគុណនិងសូមគោរពជម្រាបលា